មកបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកបុកតដែកសាច់គោបាទបងប្អូនទាំងអស់គ្នាបាទនឹងហើយយើងត្រូវតែមានសាច់គោហើយនឹងតដែកបាទហើយក៏តដែកគួរបាទបងប្អូនទាំងអស់គ្នាហើយក៏ស្លឹកជីនាងវងហើយក៏មានក្រូចឆ្មាមានម្ទេសបាទហើយនឹងខ្ទឹមសបាទហើយនឹងប៉េងប៉ោះបាទអ្នកទាំងអស់គ្នាបាទបន្តមកទៀតក៏អានេះខ្ញុំនឹងអធិប្បាយត្រួសបាទជាដំបូងឡើយគឺបងប្អូនអរគ្នាបញ្ជាក់កន្លែងត្រង់នេះតិចគោឆៅអញ្ចឹងយើងត្រូវហាន់វាជាចំណិតហើយស្ដើងរួចហើយយើងចាំបាច់គ្រូចឆ្មាដើម្បីឲ្យវាឆ្អិនតាច់ខ្លះបងប្អូនទាំងអស់គ្នាយើងចាំបាច់គ្រូចឆ្មាហើយយើងប្រឡាក់វាបាទច្បល់វាអញ្ចឹងណាដើម្បីឲ្យវាឆ្អិនបុកខ្ទឹមហើយនឹងម្ទេសបាទបងប្អូនទាំងអស់គ្នាបុកវារាងមាត់ហើយក៏ដាក់សណ្ដែកគួរយើងហ្នឹងបាទដាក់ចូលទៅហើយនឹងប៉េងប៉ោះហើយយើងត្រូវចិតវាទៅណាអ្នកទាំងអស់គ្នាបាទយើងត្រូវកាត់វាជាកង់ឬក៏ជាចំណិតបាទរួចហើយក៏យើងបុកវាចូលទៅបាទរួចហើយអ្នកទាំងអស់គ្នាដាក់ទឹកប្រហុកបាទទឹកប្រហុកហ្នឹងគឺទិញពីផ្សារមកនឹងឯងបាទទឹកប្រហុករួចហើយក៏ដាក់ទឹកត្រីចូលបាទអ្នកទាំងអស់គ្នាដាក់ទឹកត្រីមកល្មមបាទកុំឲ្យវាមកល្មមទៅណាបាទជាវាងការប្រៃបាទអ្នកទាំងអស់គ្នាហ្នឹងហើយឬក៏គាត់បុកជ្រុំចូលបាទហ្នឹងហើយបន្តមកទៀតបាទយើងត្រូវត្រៀមស្រាច់បាទសាច់គោក៏យើងត្រូវហាន់ទុកបាទរៀបចំទុកស្រាច់បាទអ្នកទាំងអស់គ្នាហើយក៏មានព្រមទាំងជីអាណាបាទហើយក៏មានពេជ្រប៉ោះថែមបន្តិចបន្តួចទៀតហើយនឹងដាក់ប៉ាតេបាទបងប្អូនទាំងអស់គ្នាឲ្យវាកាន់តែមានជារសឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទដាក់ប៉ាតេនេះគឺជាប៉ាតេសាច់មាន់បងប្អូនបាទមានហើយក៏គាត់ជ្រុំចូលគ្នាទៅបាទឲ្យវាទន់ល្មមរួចហើយក៏យើងអាចថាដាក់ក្រូចឆ្មាថែមឬក៏យើងភ្លក់រសជាតិទៅអ្នកទាំងអស់គ្នាបាទតើរសជាតិវាទៅអីអញ្ចឹងបាទឬទៅស្ករឬក៏ទៅក្រូចឆ្មាទៅអីចឹងណាបងប្អូនទាំងគ្នាអញ្ចឹងយើងក៏ដាក់ថែមទៅអានេះចំណូលចិត្តរៀងខ្លួនបាទបងប្អូនទាំងគ្នាហើយការធ្វើនេះក៏ខ្ញុំអធិប្បាយទៅឲ្យច្បាស់លាស់ដែរបងប្អូនទាំងអស់គ្នាអាចធ្វើតាមបានបាទនេះគាត់ចិត្តប៉ាតេហើយប៉ាតេគឺយើងដាក់ក្រៅគេបាទហ្នឹងហើយនេះរួចរាល់ហើយបងប្អូនទាំងអស់គ្នាបាទនេះគាត់ចាក់ចូលចានហើយខ្ញុំហូបហើយមានជារសឈ្ងុយឆ្ងាញ់ណាស់បាទបងប្អូនទាំងអស់គ្នាបាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនទាំងអស់គ្នានេះក៏ដាក់ប៉ាតេទៅលើអញ្ចឹងទៅតំណងបងប្អូនទាំងអស់គ្នាហើយគេដាក់ជីដាក់អីស្អាតបាទរៀបចំស្អាតបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបាទសូមអរគុណសូមជម្រាបលាបាយបាយ